ង់បានជ្រូកល្អហើយនឹងការលូតលាស់ល្អជាពិសេសគឺសុខភាពល្អលុះត្រាតែបងប្អូនមានការថែទាំត្រឹមត្រូវនិងការប្រើប្រាស់ចំណីឲ្យបានល្អជាការពិតណាស់សម្រាប់បងប្អូនដែលគាត់ជាអ្នកចិញ្ចឹមជ្រូកគាត់ពិតជាចង់បានជ្រូកដែលមានសុខភាពល្អហើយនឹងការលូតលាស់ល្អកាលណាបើសិនជាមានការលូតលាស់ល្អវានឹងធ្វើឲ្យបងប្អូនចិញ្ចឹមទៅវាចំណេញមានន័យថាការចិញ្ចឹមមានការលូតលាស់សាច់ល្អឈ្មោះចូលចិត្តទិញហើយអ្វីដែលសំខាន់គឺចំណីអញ្ចឹងដើម្បីការលូតលាស់ល្អគឺចំណីហើយអញ្ចឹងការជ្រើសរើសចំណីការផ្ដល់ចំណីនិងការលាយចំណីជាពិសេសគឺការផ្ដល់ចំណីទៅដល់ជ្រូកហ្នឹងឲ្យវាមានស្តង់ដារត្រឹមត្រូវជាមួយនឹងគេហៅថាតម្រូវការបោះជ្រូកត្រូវប្រូតអ៊ីនកូនជ្រូកត្រូវការ21ប្រូតអ៊ីនជ្រូកជំទង់វាត្រូវការប្រូតអ៊ីន19ហើយនឹងជ្រូកដំណាក់កាល6វាត្រូវការប្រូតអ៊ីន18អញ្ចឹងបើសិនជាបងប្អូនមិនបានឲ្យស៊ីចំណីសុទ្ធក៏បងប្អូនការលាយមួយមេចំណីក៏បងប្អូនត្រូវដឹងដែរអញ្ចឹងការលាយវាមិនចេះតែលាយទេមិនមែនថាអូមានមេចំណីទៅលាយមួយកន្ទក់ហើយយើងថាល្អទេអញ្ចឹងយើងត្រូវមានកម្រិតខ្នាតយើងមានគីឡូដែលត្រូវដាក់កន្ទក់ប៉ុណ្ណាមេចំណីប៉ុណ្ណាដើម្បីឲ្យការលាយនឹងវាបានត្រឹមត្រូវអញ្ចឹងដើម្បីជាការលាយបានត្រឹមត្រូវបងប្អូនទៅលាយជាមួយនឹងមេចំណីហើយបងប្អូនគួរតែផ្ដល់ចំណីបងប្អូនគួរតែឲ្យស៊ីលាយទឹកពីព្រោះការស៊ីលាយទឹកនេះវាល្អសម្រាប់ជ្រូកដែលវាមិនឆ្លក់ហើយវាស៊ីទៅបានស៊ីបានច្រើនអញ្ចឹងនៅពេលដែលជ្រូកស៊ីបានច្រើនវានឹងធ្វើឲ្យជ្រូកមានការលូតលាស់ល្អហើយអញ្ចឹងបើសិនជាបងប្អូនកំពុងតែមានបញ្ហាទៅលើការលូតលាស់របស់ជ្រូកបងប្អូនអាចតាក់ទងបន្ថែមបានអរគុណ